សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការប្រិតអ៊ីនធឺណិត Wi-Fi ជាមួយនឹង router DZS អញ្ចឹងដើម្បីធ្វើការប្រិតវាបានយើងទីមួយយើងដោតភ្លើងសិនមកបាទហើយនៅជិតហ្នឹងមានប៊ូតុង power យើងធ្វើការបើកប៊ូតុង power ហ្នឹងយើងចាំវាមកសទុះរហូតដល់វាលោតភ្លើង power វាបន្ទាប់ពីវាលោតភ្លើង power វាសពគ្រប់អស់ហើយយើងចាប់ផ្ដើមប្រើប៊ូតុង reset ដែលនៅផ្នែកខាងក្រោយនេះអញ្ចឹងយើងមើលយើងអាចមានប្រដាប់ចុច1មកយើងសង្កត់វាទុករយៈពេលប្រហែលជា10 second ដែរដើម្បីឲ្យវា load reset អញ្ចឹងនៅពេលដែលវា load power មកម្ដងទៀតមានន័យថាវា reset រួចរាល់បាទបន្ទាប់ពីយើង reset រួចរាល់យើងចាប់ផ្ដើម connect ខ្សែ internet របស់វាហ្នឹងរវាង router ភ្ជាប់ទៅកាន់កុំព្យូទ័ររបស់យើងអញ្ចឹងខ្ញុំធ្វើការដោតនៅ LAN ទី2ចំពោះ LAN ទាំងអស់ហ្នឹងយើងប្រើ LAN មួយណាក៏បានដែរយើងធ្វើការដោតវាឲ្យហាប់ណែនទៅបន្តមកទៀតយើងចុងខ្សែម្ខាងទៀតយើងយកវាមកភ្ជាប់ជាមួយនឹង run internet របស់កុំព្យូទ័ររបស់យើងអញ្ចឹងយើងចាប់ផ្ដើមដោតវាបន្តទៀតមកធ្វើឲ្យវាហាប់ណែនដូចគ្នាហ្នឹងហើយយើងចាប់ផ្ដើមដោតវាមកដោតវាឲ្យណែនអញ្ចឹងនៅពេលដែលយើងដោតរួចយើងចាប់ផ្ដើមចូលមកកាន់ browser របស់យើងមកហើយយើងចាប់ផ្ដើមវាយ IP address របស់វាអញ្ចឹង IP address របស់វាជាទូទៅគឺ 192.168.1.1 បាទនៅពេលដែលយើងចូលទៅដល់ IP address វាហើយយើងក៏លេខមើលមកកាន់ router របស់យើងវិញយើងមើល admin user របស់វាហើយជាមួយនឹង password ដើម្បីធ្វើការ login ចូលអញ្ចឹងយើងចាប់ដើម login វាចូលមកយើងវាយ admin ហើយយើងចាប់ដើម login password តែនៅជាប់ router យើងមិញហ្នឹងអញ្ចឹងខ្ញុំធ្វើការវាយវាបញ្ចូលរួចរាល់ខ្ញុំចាប់ដើមចុច login ពេលហ្នឹងវាចេញ dashboard របស់វាមកហើយអញ្ចឹងយើងធ្វើការ config ឬមួយក៏ set up ទៅលើ dashboard របស់វាតាមរយៈ VLAN អញ្ចឹងយើងមកកាន់ VLAN ហើយយើងចូល basic setting របស់វាមកអញ្ចឹងយើងចុច enable កន្លែងនេះហើយយើង apply change វាកន្លែងនឹងមួយមកបាទតោះមកយើងចុច OK បាទអញ្ចឹងយើងធ្វើការចូលមកកាន់site survey មកដើម្បីយើង survey មើល Wi-Fi មេរបស់យើងអញ្ចឹងខ្ញុំចុច refresh មួយបាទហើយខ្ញុំចាប់ដើម connect ជាមួយនឹង Wi-Fi មេចុច tick កន្លែង select មួយមកហើយយើង step របស់វាអញ្ចឹងមកដល់កន្លែងនេះកន្លែងប្រអប់នេះយើងត្រូវតែបញ្ចូល password របស់ Wi-Fi មេរបស់យើងនៅក្នុងហ្នឹងឲ្យបានត្រឹមត្រូវខ្ញុំចាប់ផ្ដើមបញ្ចូលមកអញ្ចឹងពេលដែលបញ្ចូលរួចរាល់ខ្ញុំ connect បាទអញ្ចឹង connect វាមករងចាំវាបន្តិចដើម្បីធ្វើការ connect ពេលដែលវា connect ជោគជ័យហើយយើងចាប់ផ្ដើមមើល status របស់វាមើលតើវា connect ហើយនៅបើសិនជាវា connect ហើយមានន័យថាវាភ្ជាប់រវាង router ហ្នឹងជាមួយនឹង router មេរបស់យើងហ្នឹង internet មេរបស់យើងហ្នឹងបានជោគជ័យហើយអញ្ចឹងយើងដល់លក្ខខណ្ឌមួយទៀតគឺយើងចូលទៅកាន់ LAN មកហើយយើងមើល DHCP របស់វាបាទកន្លែងនេះខ្ញុំយក NAN ធម្មតាបាទហើយ apply change របស់វាមកអូខេជាការស្រេចបាទអញ្ចឹងលក្ខខណ្ឌបន្ទាប់របស់យើងគឺយើងត្រូវតែទៅធ្វើការផ្លាស់ប្ដូរ password router របស់យើងហ្នឹងបាទ password internet ដែលយើងបាន create មកហ្នឹងយើងចូល security ហើយយើងដូរកន្លែង password នេះមកអញ្ចឹងចំពោះ password កន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចដាក់មិនក៏បានខ្ញុំដាក់ជាឧទាហរណ៍ឲ្យមើលសិនបាទខ្ញុំដាក់សង្ហា underscore 2026អញ្ចឹងទៅបាទបន្ទាប់មកខ្ញុំចាប់តាមapply របស់វាមក apply change ហើយយើងធ្វើការ restart router យើងមួយអញ្ចឹងយើងចូលមកកាន់admin អញ្ចឹងយើងចូលមកកាន់ admin ដើម្បីធ្វើការ commit reboot នៅលេខខាងឆ្វេងហ្នឹងយើងធ្វើការ reboot version មកបាទបន្ទាប់មកយើងចាប់ផ្ដើមចុច commit and reboot បន្តដើម្បីឲ្យ router យើងធ្វើការ restart
ចឹងយើងចាំវា plate បន្ទាប់ពី restart ហើយយើងក៏លេខមើលខាង internet របស់យើងគឺវាមាន internet មកហើយអញ្ចឹងយើងអាចសាកតេស្តមើលថាវាដំណើរការអត់ឥឡូវខ្ញុំចូល YouTube បាទពេលដែលចូល YouTube យើងឃើញថាវាដំណើរការបានល្អហើយបាទវាដើរវាអីបានហើយអញ្ចឹងមានន័យថាការងារយើងជោគជ័យហើយអញ្ចឹងយើងចាប់ផ្ដើមតេស្តទៅលើ Speedway មួយទៀតអញ្ចឹងខ្ញុំចូល website test speed internet អញ្ចឹងខ្ញុំចាប់ផ្ដើមវាយវាមកបាទតោះមកយើងចូលមកជំហានបន្ទាប់របស់យើងគឺចាប់ផ្ដើម test speed វាតែម្ដងអញ្ចឹងយើងចាំមើលថាតើវា smooth ដែរឬទេបាទអញ្ចឹងឃើញថា internet របស់វាល្អបន្ទាប់ពីយើងប្រៀបវាហើយ internet របស់វាល្អបាទអញ្ចឹងជាចុងក្រោយអត់មានអីទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនិងស្រឡាញ់វីដេអូនេះសូមកុំភ្លេចជួយចុច like និង follow ម្នាក់មួយបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ